và thành cái này có sôm đã chiêu chạy cò mặc xài này không đai bà chạy cò này cứ đã tăng một hai nhóm ôn mưa lên hay vào bóng ôn sờ lanh trong chạy chiêu vô từ cột thái có ai chạy tàu mà nhóm ban tam telegram để nhóm đã tam linh hàng crom rồi còn lệ chủ sạp để nhóm đãในខាងក្រោមខមមិនផងដែរបាទហើយសកលនេះផងដែរបាទគឺយើងសាងអំពីក្លឹមទៅយើងខ្មៅបាទក្លឹមទៅយើងខ្មៅយើងសាងដោយដៃបងប្អូនបាទសាងដោយដៃហ្នឹងហើយប្រភេទជាលេវទំហំ9លីបាទហើយសកលនេះផងដែរគឺយើងរៀបតាមគុណបាទគុណប្រពុតពធប្រសង់ឪពុកម្ដាយគ្រូបាអាចារ្យគ្រូបាជាយនឹងរៀបតាមគុណតាមក្បួនច្បាប់ត្រឹមត្រូវបាទហ្នឹងហើយពេលយើងពាក់ទៅគឺអត់មានខុសក្បួនខុសច្បាប់ទេហើយជាមួយនឹងព្រះអង្គព្រះពុទ្ធប្រក់នាគព្រះពុទ្ធទ្រង់គ្រឿងប្រទេស9នេះគឺសាងអំពីឈើខ្មៅផងដែរបាទទាំងសងខាងនេះគឺសាងអំពីឈើខ្មៅទំហំ5 ហ៊ុនបាទប្រវែង5 ហ៊ុនផងដែរបាទច្រឡំទំហំអធិស្ឋានបាទហើយឈុតនេះគឺសមសួនមែនតើបងប្អូនអាចយកទៅគ្រប់បានហើយជាមួយនឹងប្រភេទព្រះអង្គ7កាយានេះក៏សាងពីលំខ្មៅដូចគ្នាបាទតាំងពីជើងខ្មៅដូចគ្នាបាទផងដែរបាទហើយនឹងព្រះពុទ្ធ7កាយានេះគឺជាមេបតោងហើយអមជាមួយនឹងខ្នាយបាទប្រភេទជាខ្នាយជ្រុកប្រយុទ្ធខាងអូសោម 100% បាទខ្ញុំធានាជូនបងប្អូនណានេះគឺសំលៀងគឺបែបនេះសំលៀងចូលប្រហែលជា6 ហ៊ុនហើយបាទសំលៀងនេះ6 ហ៊ុនណាសំលៀងកាចមែនតើហ្នឹងបងប្អូនណាហើយខ្នាយយើងមើលកាន់ចាប់មកអញ្ចឹងគឺមានតិចមានអំណាចមានកម្លាំងពីខាងក្នុងមកតែម្ដងបាទហើយដាក់ជាមួយនឹងបតោងបែបនេះទៀតបងប្អូនយកទៅមិនចាំបាច់ហត់ច្រើនគឺពាក់បានតែម្ដងបាទយកទៅគឺគោរពថែឲ្យធូបពាក់បានតែម្ដងគឺមានរដ្ឋាភិបាលអំណាចជួយការពារបងប្អូនខាងវិជាអំពើអំពាន់វិជាគ្រោះតូចធំវែងតូចធំចិត្តឆ្ងាយអីគឺវិជាបានណាបងប្អូនណាបាទគឺព្រះអង្គនាំលៀបនាំជ័យយើងរស់ស៊ីមានបានហើយចិត្តចូលឆ្នាំហើយបងប្អូនអញ្ចឹងគួរតែមានរបស់ពាក់ហើយមួយឈុតនេះគឺសមសួនស្អាតណាបាទអត់វែងអត់ខ្លីគឺពាក់មកត្រឹមចុងដង្ហើមស្អាតមែនតើបាទទំហំ9លីណាបងប្អូនហើយសម្រាប់ថ្ងៃនេះគឺស្អាតមែនតើមកក្របនេះបាទមកក្របនេះស្អាតហ្នឹងហើយបងប្អូនណាដែលពេញចិត្តស្រឡាញ់ចង់យកទៅគ្រប់ថែបន្តបងប្អូនអាចឆាតមកតាម Telegram ខ្ញុំផងដែរបាទខ្ញុំដាក់នៅក្រោម link comment ហ្នឹងផងដែរហើយមើលប្រភេទខ្នាយបងប្អូនអើយស្អាតមែនតើបាទអត់ងាយទេបងប្អូនអើយដើររជិះចង់ដាច់កង់ម៉ូតូហើយបាន1គូ2គូអស់ហើយបាទអត់មានទាំងកញ្ច្រែងទាំងកពួនទាំងដុំដូចគេទេអញ្ចឹងមានតិចតួចចែករំលែកតិចតួចបាទនេះខ្ញុំរកបាននៅខាងអូសោមផ្ទាល់ខ្លួនឯងបាទហ្នឹងហើយអត់មានជាច្រើនកពួនអីដូចគេទេមានទាំងកញ្ច្រែងទាំងកញ្ច្រែងទេព្រោះជ្រូកមានជើងមានអីរត់ដូចតែគ្នាទេព្រានក៏លោកតរងរំតបានតិចតួចយកមកដាក់ជាវដូចគ្នាដែរបាទមិនចេះតែដើរចូលព្រៃបានជ្រូកដើរចូលព្រៃបានជ្រូកក៏ខ្លះក៏មានខ្នាយជ្រូកខ្លះក៏អត់ខ្នាយដែរដូចតែគ្នាទេអញ្ចឹងទម្រាំបានមួយនេះយកមកចែកជូនបងប្អូនព្រោះខ្ញុំកាន់តែរបស់សុទ្ធរបស់ខ្មែរយើងទេมันមានកាត់ជនជាតិណាទេបាទព្រោះទឹកដីអូសោមនេះអត់មានកាត់ជនជាតិណាទេគឺនៅក្នុងកណ្ដាលទឹកដីខ្មែរហ្មងអញ្ចឹងបើបានជ្រូកមួយហ្នឹងគឺសុទ្ធចឹងតែគឺសុទ្ធតែរបស់សុទ្ធតែម្ដងបាទហើយយើងប្រើទៅរបស់ខ្មែររបស់ជនជាតិយើងគឺស័ក្តិសិទ្ធិគឺប្រជាគ្រប់បានបាទមិនត្រឹមតែស្អាតមិនត្រឹមតែអីទេគឺអាចប្រជាគ្រប់ជាងបាននឹងតាមថែរក្សាយើងរកស៊ីមានបានក្នុងសុខសប្បាយដូចគ្នាបាទចឹងខ្ញុំសូមអរគុណសូមជម្រាបលាពេញចិត្តឆាតជាមកបាទ